កសិដ្ឋានឥន្ធនូមានតាមបន្លែសមត្ថភាពច្រើនប្រភេទរាល់ពេលដែលយើងកាត់បន្លែលក់ម្ដងយើងសល់កម្ទេចបន្លែជាច្រើនដែលយើងយកវាមកចិញ្ចឹមសត្វក្នុងនេះគឺយើងចិញ្ចឹមសត្វក្រួចបានជាច្រើនរយក្បាលហើយសត្វក្រួចរបស់យើងពេលវាពងមកយើងយកពងនឹងមកបរិភោគគឺមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនព្រោះដោយសារចំណីរបស់សត្វក្រួចនេះគឺជាចំណីដែលផលិតចេញអំពីបន្លែសមត្ថភាពរបស់យើងគ្រប់ប្រភេទដែលយើងសេសសល់ចេញពីការតុបតែងនិងការកាត់លក់ហើយឥឡូវនេះពងវាច្រើនណាស់បរិភោគមិនទាន់ទេបាទដូច្នេះក៏មានកំណត់នៅក្នុងការកែច្នៃបង្កើតជាពងក្រួចប្រៃបាទដោយដំបូងយើងសាកល្បងប្រើរូបមន្តមួយនេះបាទទឹកកន្លះលីត្របូកជាមួយនឹងអំបិលបាទទឹកកន្លះលីត្រយើងប្រើប្រាស់អំបិលចំនួន80ក្រាមបាទចឹងទៅវាស់បាទខ្ទង់80ក្រាមនេះបាទយកមកកូរជាមួយនឹងទឹកក្តៅដែលយើងកំពុងដាំពុះនេះហើយលាយវាធ្វើម៉េចឲ្យវាសប់ចូលគ្នាបាទឲ្យវាដៃលូតចូលគ្នាអស់ហើយបន្ទាប់មកយើងដាក់ស្លឹកក្អូបមួយស្លឹកពីរស្លឹកទៅហើយនឹងពណ៌ពោតចាក់នេះមួយហើយនឹងស៊ីជွန် peppercorn បាទដាក់ចូលទៅឲ្យវាមានក្លិនមានរសជាតិពិសេសបាទហើយយើងត្រូវលាងកន្លយើងជាមួយទឹកក្តៅដើម្បីឲ្យងាប់មេរោគទាំងអស់ដោយសារយើងនឹងដាក់ពងក្រួចនេះនៅក្នុងកន្លនេះរយៈពេល20ថ្ងៃបាទហើយបន្តមកទៀតយើងលាងពងក្រួចយើងឲ្យស្អាតលាងស្អាតដោយសារពងនេះទុំតែយកប្រមូលយកពីទឹកមិញទេបាទអត់ទាន់បានគ្រប់5-10ម៉ោងផងអញ្ចឹងនៅថ្មីល្អមែនតើទឹកស៊ុបដែលយើងបានលាយអំបញ្ញមិញនេះយើងយកមកវាទុកឲ្យត្រជាក់បាទក្រោយពីទុកឲ្យត្រជាក់ហើយយើងដាក់ចូលក្នុងកន្លហើយយើងដាក់ពងក្រួចចូលបាទចូលនៅក្នុងនឹងបានល្មមក្រោយពីយើងដាក់វាចូលរួចហើយយើងដាក់ស្រាខ្លាំងបាទសភាទៅបាទស្រាខ្លាំងក្នុងពេលនេះខ្ញុំប្រើស្រាដែលមានដឺក្រេខ្ពស់ដល់តែ52ដឺក្រេហើយយើងរងចាំ20ថ្ងៃបានយើងសាកល្បងអញ្ចឹងចាំសាកល្បងរសជាតិជាមួយខ្ញុំ20ថ្ងៃទៀត